វីដេអូនេះសូមផ្ញើជូនទៅបងស្ត្រីជាពិសេសតែម្ដងនឹកស្មានដល់ថារបស់ហ្នឹងធ្វើឲ្យគ្រោះថ្នាក់សំបីតែរាល់ថ្ងៃហ្នឹងក៏ខ្ញុំប្រើប្រាស់វត្ថុហ្នឹងដែរបងប្អូនគួរឲ្យខ្លាចខ្លាំងមែនតើហើយផ្ញើជូនទៅបងស្រីណាដែលចូលចិត្តគៀបនិងគៀបសក់ជាពិសេសតែម្ដងនៅក្នុងវីដេអូនេះអញ្ចឹងបានថាបងប្អូនរបស់ដែលយើងគិតថាអត់មានបញ្ហាអត់មានគ្រោះថ្នាក់តែបែរជាមានគ្រោះថ្នាក់ដ៏ធំខ្លាំងមែនតើតែម្ដងណាដូចជាដង្កៀបគៀបសក់អញ្ចឹងដូចនៅឃើញក្នុងវីដេអូអញ្ចឹងបងប្អូនគឺគាត់ពោកូនណាបងប្អូននិយាយគាត់ពោកូនហើយអាចដង្កៀបគៀបសក់គាត់នៅក្បាលហ្នឹងណាគាត់ដួលកំពុងតែដួលពោកូនហ្នឹងបងប្អូនបានចាក់ចូលជ្រៅខ្លាំងមែនតើចូលទៅក្នុងខួរក្បាលគាត់បងប្អូនហើយពេលនោះប្តីរបស់គាត់ក៏បានបញ្ជូនគាត់ទៅពេទ្យភ្លាមបងប្អូនដើម្បី X-ray មើលហើយដល់បន្ទាប់ពីគេ X-ray ហើយបងប្អូនគឺនឹកស្មានដល់ហ្មងអត្តភាពគៀបសក់យកនោះចូលទៅក្នុងខួរក្បាលចូលទៅក្នុងក្បាលគាត់តែម្ដងមើលទៅគួរឲ្យខ្លាចខ្លាំងមែនតើបន្ទាប់ពីមានបញ្ហាហ្នឹងមកក្រុមពិសោធន៍នៅក្នុងប្រទេសគេហ្នឹងគឺគេពិសោធន៍មើលថាតើអាការគៀបសក់នៅពេលដែលយើងជិះឡានហ្នឹងមានគ្រោះថ្នាក់អត់គឺមានគ្រោះថ្នាក់មែនបងប្អូននេះវានៅជាប់សម្បកអាឡឹកហ្មងបងប្អូនគេធ្វើពិសោធន៍ជាមួយអាឡឹកហ្នឹងនឹងធ្លុះសម្បកអាឡឹកហើយតម្រាំតែមែនតើទេនឹងអូយសម័យអត់ចាញ់ទេបងប្អូនដូច្នេះហើយបងស្រីគ្នាយើងដែលចូលចិត្តគៀបដង្កៀបសក់ហ្នឹងណាបងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនតើបងប្អូនបើអាចពេលជិះឡានណាវត្តចំគៀបវាបងប្អូនសុខចិត្តចងឬក៏តម្លាក់ទៅជាចុងក្រោយសូមផ្ដាំទៅបងស្រីគ្នាយើងថាគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលខ្លះរបស់វត្ថុអីដែលយើងគិតថាអត់មានគ្រោះថ្នាក់គឺវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតយើងបានអញ្ចឹង